បានបងប្អូននេះគឺជាដើមព្រីងមកបងប្អូនត្រូវការកូនព្រីងអាចចាក់តងខ្ញុំបានមានតែជា10ដើមបងប្អូនណាបាទហើយស្បៃនោះយើងទុកត្រង់ព្រីងបងប្អូនណាព្រីងពេលធ្លាក់មកគឺជ្រុះចូលហើយខ្លះជ្រុះចូលទឹកតែម្ដងអត់មានចូលស្បៃទេ